តោះថ្ងៃនេះយើងមកឆ្លើយសំណួរគ្នាយើងដែលគាត់ចង់ព្រីនរូបបាទกระดาษតូចបែបនេះណាអូខេតោះតោះពីខ្ញុំពូយ៉ាបើសិនជាអ្នកនរគ្នាចង់ព្រីនបាទរូបបាទឬមួយកระดาษតូចបែបនេះណាទី1បាទអ្នកនរគ្នាបាទត្រូវចូលទៅក្នុងបាទ layout នេះបាទអូខេបាទ layout នេះតោះមកអ្នកនរគ្នាយកពីសាយណានៅទីនេះគឺជាទំហំបាទសាយកระดาษដែលយើងអាចបាទមានកំណត់ជាក់ស្ដែងនៅទីនេះឧទាហរណ៍មាន A4 A5 បាទ A6 ជាដើមណាឧទាហរណ៍ថាដូចกระดาษខ្ញុំវិញគឺវាទំហំ A6 ណាដែលយើងវាស់ទៅគឺវាចំຂະຫນាត A6 តែម្ដងណាឬមួយអ្នកនរគ្នាអាចយកពាក្យបាទmore page size នេះបាទអូខេដែលយើងចេញមកបាទហើយនៅទីនេះគឺយើងអាចកំណត់បាទទៅតាមទំហំกระดาษដែលយើងចង់ព្រីនជាក់ស្ដែងណាអានេះយើងគិតជាសង់ទីម៉ែត្រណាអ្នកទាំងអស់គ្នាអាចវាចូលទៅតាមអ្វីដែលយើងវាស់ណាឧទាហរណ៍ថាกระดาษយើងវាស់ទំហំប្រហែលយើងអាចវាចូលទៅតាមនៅជាក់ស្ដែងបន្តមកយើងអូខេមកបាទអូខេបន្ទាប់ពីយើងកំណត់រួចហើយយើងមកកំណត់នៅទីនេះម្ដងបាទនៅក្នុងម៉ាស៊ីនព្រីនរបស់យើងណាដែលយើងអាចបាទព្រមទៅតាមកระดาษរបស់យើងបានណាបន្ទាប់មកអ្នកនរគ្នាអាចចុចព្រីនតាមមេរៀនចាស់របស់យើងបាទយើងយក file ហើយព្រីនហើយយើងជ្រើសរើសម៉ាស៊ីនព្រីនហើយយើងចុចព្រីនមកតែម្ដងណាវានឹងចេញលទ្ធផលបែបនេះបាទអូខេពីខ្ញុំពូយ៉ាកុំភ្លេច follow បើចង់បានចំណេះដឹងថ្មីបាទបន្ថែមទៀតណាអូខេអរគុណ